បឋមមពោធិកាលព្រះអង្គទ្រង់សោយវិមុតិសុខសប្តាហ៍ទី1ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងជាដំបូងទ្រង់ប្រថាប់នៅក្រមលពោធិព្រឹក្សក្បែរឆ្នេរស្ទឹងនិរញ្ជរាក្នុងឧរុវេលាប្រទេសគ្រានោះព្រះលោកនាថទ្រង់គង់ដោយព្រះភ្នែនតែមួយអស់7ថ្ងៃទ្រង់សោយវិមុតិសុខគឺសុខក្នុងផលសមាបត្តិវេលានោះព្រះអង្គទ្រង់ពិចារណានៅបដិច្ចសមុបាទធម៌ដោយអនុលោមនិងបដិលោមគឺពិចារណាបណ្ដោយចុះនិងច្រាស់ឡើងអស់បឋមយាមនៃរាត្រីដោយន័យថាសង្ខារទាំងឡាយកើតមានព្រោះមានអវិជ្ជាជាបច្ច័យជាដើមក្នុងរាត្រីនោះទ្រង់ជ្រាបច្បាស់សេចក្តីនោះហើយទៅបន្លឺនៅឧទានគាថា3ដងតាមលំដាប់គឺបឋមយាមទ្រង់បន្លឺនៅឧទានគាថាថាធម៌ទាំងឡាយរមែងប្រកាសដល់ព្រាហ្មណ៍អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅអ្នកលះបង់នៅកិលេសទាំងអស់សេចក្តីសង្ស័យទាំងពងរបស់ព្រាហ្មណ៍នោះនឹងរងាប់ក្នុងកាលនោះព្រោះព្រាហ្មណ៍បានដឹងច្បាស់នៅធម៌និងហេតុនៃធម៌ទាំងនោះមជ្ឈិមយាមព្រះអង្គទ្រង់បន្លឺនៅឧទានគាថាថាធម៌ទាំងឡាយប្រកាសដល់ព្រាហ្មណ៍អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅលះបង់នៅកិលេសទាំងអស់នោះសេចក្តីសង្ស័យទាំងឡាយនឹងរងាប់ក្នុងកាលនោះព្រោះព្រាហ្មណ៍នោះបានដឹងច្បាស់នៅព្រះនិព្វានជាទីអស់ទៅនៃបច្ច័យទាំងឡាយបច្ឆិមយាមព្រះអង្គទ្រង់បន្លឺនៅឧទានគាថាថាធម៌ទាំងឡាយប្រកាសដល់ព្រាហ្មណ៍អ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅលះបង់នៅកិលេសទាំងអស់នោះព្រាហ្មណ៍នោះរមែងកំចាត់បង់នៅមាព្រមទាំងសេនាមាហើយស្ថិតនៅក្នុងកាលនោះបីដូចជាព្រះអាទិត្យរះឡើងកំចាត់បង់នៅភាពងងឹតនិងធ្វើអាកាសឲ្យភ្លឺរុងរឿងដូច្នោះសប្តាហ៍ទី2គ្រានោះព្រះមានព្រះភិក្ខទ្រង់ចេញចាកសមាធិហើយទ្រង់ចេញពីមលុបពោធិព្រឹក្សស្ដេចយាងទៅទិសខាងកើតឈៀងខាងជើងនៃព្រះមហាពោធិ៍ទ្រង់ប្រថាប់ឈរតូចដើមព្រះមហាពោធិ៍អស់7ថ្ងៃដោយពុំពព្រិចព្រះនេត្រាទីនោះហៅថាអនិមិសកចេតយដ្ឋានសប្តាហ៍ទី3ទ្រង់ចេញពីសមាធិស្ដេចយាងទៅនៅរវាងពាក្យកណ្ដាលអនិមិសកចេតិយនិងព្រះមហាពោធិ៍ទ្រង់និមិត្តទីចង្ក្រមនៅទីនោះនិងទ្រង់ចង្ក្រមអស់7ថ្ងៃទីនោះហៅថារតនចង្ក្រមចេតិយដ្ឋានសប្តាហ៍ទី4ស្ដេចយាងចេញពីរតនចង្ក្រមចេតិយទ្រង់ប្រថាប់សមាធិពិចារណានៅព្រះអភិធម្ម3ដកលើបល្លង្កែវដែលទេវតានិមិត្តថ្វាយនៅទិសខាងលិចឈៀងខាងជើងនៃព្រះមហាពោធិ៍នោះអស់7ថ្ងៃទ្រង់មានរស្មី6ពណ៌កើតឡើងគឺពណ៌ខៀវលឿងក្រហមសហង្សស្បាតចាំងភ្លឺភ្លេកផ្សាយចេញពីព្រះកាយរបស់ព្រះអង្គទីនោះឈ្មោះថារតនគរចេតិយដ្ឋានសប្តាហ៍ទី5លុះទ្រង់ចេញចាកពីសមាធិនោះហើយទ្រង់ចេញពីមលុបពោធិព្រឹក្សស្ដេចយាងទៅកាន់ដើមអច្ចបាលនិក្រូធដែលនៅទិសខាងកើតលុះចូលទៅដល់ហើយទ្រង់គង់ព្រះភ្នែនតែមួយទ្រង់ពិចារណាឡើងវិញនៅធម៌ដែលព្រះអង្គទើបតែរកឃើញថ្មីទ្រង់ភាវនាល្អិតទៅរំលឹកដល់ការពិតដែលព្រះអង្គទ្រង់ជ្រាបច្បាស់នៅជីវភាពហេតុផលក្នុងភពទាំងអស់ព្រមទាំងធម៌ជាហេតុបច្ច័យដោយព្រះប្រាជ្ញាញាណដែលព្រះអង្គទើបតែប្រមូលបានថ្មីគឺទ្រង់សម្រេចព្រះទ័យថាត្រូវចែករំលែកឲ្យស្មើភាគគ្នាដល់សត្វលោកក្នុងត្រៃភពក្នុងខណៈនោះមានចិត្តបាបព្រួយបារម្ភខ្លាំងណាស់ចំពោះសេចក្តីសម្រេចរបស់ព្រះអង្គមានចូលទៅរកព្រះសាស្តាហើយក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខដោយពាក្យថាបបិទ្ធព្រះសមណៈព្រះអង្គជាប់ជំពាក់ហើយដោយអន្ទាក់ទាំងពួងទោះជារបស់ទេវតាក្តីទោះជារបស់មនុស្សក្តីគឺព្រះអង្គជាបុគ្គលជាប់ជំពាក់ដោយចំណងដ៏មម
ព្រះអង្គមិនរួចអំពីវិស័យរបស់ខ្ញុំទេព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាណែមានចិត្តបាបអ្នកជាសត្វដ៏ថោកទាបតថាគតរួចហើយអំពីអន្ទាក់ទាំងពួងទោះជារបស់ទេវតាក្តីជារបស់មនុស្សក្តីតថាគតជាបុគ្គលរួចស្រឡះហើយចាកចំណងដ៏មមអ្នកឯងសោតក៏តថាគតនាំចេញពីពុទ្ធបុត្រកំណាចតថាគតបានកំចាត់អ្នកហើយមានចិត្តបាបក្រាបបង្គំទូលថាបពិតព្រះសមណាអន្ទាក់ណាដែលត្រាច់ទៅក្នុងអាកាសអន្ទាក់នោះគឺឆន្ទរាគៈដែលត្រាច់ទៅក្នុងចិត្តរបស់សត្វខ្ញុំនឹងទាក់ព្រះអង្គដោយអន្ទាក់គឺរាគៈនោះព្រះអង្គគង់មិនរួចអំពីវិស័យរបស់ខ្ញុំទេព្រះសម្ពុទ្ធទ្រង់ត្រាស់ថាមនាលមីជាសត្វដ៏ថោកទាបរូបសម្លេងក្លិនរសផោថពៈជាគ្រឿងតម្រេចក្នុងចិត្តនៃសត្វចំណងរបស់តថាគតក្នុងអារម្មណ៍មានរូបារម្មណ៍ជាដើមនោះប្រះចាកអស់ហើយអ្នកឯងសោតក៏តថាគតនាំចេញអំពីពុទ្ធកំណាចគឺតថាគតឲ្យចាលចាញ់ហើយលំដាប់នោះមានចិត្តអាក្រក់កើតទុកតូចចិត្តថាស្រេចហើយព្រះដ៏មានព្រះភិក្ខស្គាល់អញហើយតារួចក៏អន្តរធានបាត់អំពីទីនោះទៅក្រោយមកមានចិត្តបាបក៏បញ្ជូនបុត្រី3អង្គនិមិត្តកាយាដ៏ល្អគឺនាងតណ្ហារាគីអរតីឲ្យទៅលួងលោមបំផិនព្រះតីរបស់ព្រះសម្ពុទ្ធដើម្បីឲ្យចូលទៅក្នុងអន្ទាក់នៃកិលេសតណ្ហានាងតណ្ហាមានឫទ្ធានុភាពបានបញ្ចេញនៅអកប្បកិរិយាឥតអៀនខ្មាស់ទាក់ទាញព្រះតីនៃព្រះបរមសាស្តាឲ្យចូលទៅក្នុងអន្ទាក់របស់នាងអរតីក៏ចូលមកជាបន្ទាប់មានរាងកាយល្អឆើតឆាយមានអវយវៈដ៏ទន់ល្វន់ល្វត់ល្វីរឹមពុតពេនគួរឲ្យពេចពិលរមិលមើលខ្លាំងណាស់ឯនាងរាគីក៏ចូលមកនិមិត្តកាយដ៏ល្អស្រស់ស្រាយប្រំប្រៃដូចជាព្រះនាងពេមពារោគស្ត្រីក្នុងលោកព្រាបពុំបាននាងបញ្ចេញរឹកពីហាក់ដូចជាព្រួយបារម្ភទុកលំបាកយ៉ាងខ្លាំងក្លាធ្វើជាយំសោករៀបរាប់ថាព្រះអម្ចាស់របស់ប្អូនហើយខ្ញុំម្ចាស់មកតែខ្សែជីបជន់ពុំខានឡើយខ្ញុំម្ចាស់មានទុក្ខលំបាកជាច្រើនឆ្នាំហើយដោយរងចាំព្រះអង្គសូមព្រះអង្គមេត្តាអាណិតអាសូរដល់ខ្ញុំម្ចាស់សូមទ្រង់យាងទៅកាន់មហាប្រាសាទយើងវិញកំខានណាព្រះស្វាមីសូមព្រះអង្គបើកព្រះនេត្រមើលមកខ្ញុំម្ចាស់តើខ្ញុំម្ចាស់មិនមែនជាព្រះនាងពេមពាដែលព្រះស្វាមីទ្រង់សពរិហារតីទេឬចំណែកព្រះសាស្តាទ្រង់ជ្រាបច្បាស់នៅរូបនិមិត្តទាំង3ព្រមទាំងត្រាស់ថាចូលនាងត្រឡប់ទៅក្នុងអនិច្ចភាពនៃលោករបស់នាងចុះចូលនាងត្រឡប់ទៅក្នុងអនិច្ចភាពនៃលោករបស់នាងចុះលំដាប់នោះរូបរាងទាំង3ក៏រលាយបាត់អស់ទៅដោយអានុភាពនៃញាណរបស់ព្រះអង្គក្រោយមកមានព្រះម្នាក់ឈ្មោះថាហុងកជាតិកាមានជាតិជាអ្នកធ្វើសំឡេងគំរាមថាហុងចូលទៅកល់ព្រះឈ្នះមាទៅនិយាយពាក្យនេះនឹងព្រះបរមគ្រូថាបបិទ្ធព្រះគោតមដល់ចម្រើនតើបុគ្គលបែបណាអាចចាត់ទុកថាជាព្រាហ្មណ៍ប្រកបដោយធម៌ដោយហេតុប៉ុន្មានយ៉ាងធម៌អ្វីខ្លះសម្រាប់ញ៉ាំងបុគ្គលឲ្យទៅជាព្រាហ្មណ៍ព្រះលោកនាថជ្រាបសេចក្តីនោះហើយទ្រង់បន្លឺនៅឧទ្ទានគាថាព្រាហ្មណ៍ណាមានបាបធម៌បណ្ដែតចោលហើយមានសម្លេងគំរាមថាហុងលះចោលហើយមានទឹកអមចតគឺរាគាទីកិលេសលះចោលហើយមានចិត្តសង្រួមចេះចប់នៅវេទគឺមគ្គញ្ញាណទាំង4មានព្រហ្មចរិយចប់ហើយមិនមានរាគាទីកិលេសក្នុងអារម្មណ៍បន្តិចបន្តួចក្នុងលោកព្រាហ្មណ៍នោះគួរហៅខ្លួនថាជាព្រាហ្មណ៍ដោយធម៌សប្តាហ៍ទី6ព្រះមានព្រះភិក្ខទ្រង់ចេញចាកសមាធិហើយទ្រង់ចេញពីមលុបអច្ចបាលនិក្រូធយាងទៅកាន់ដើមរាំងនៅទិសខាងកើតឈៀងខាងត្បូងនៃព្រះមហាពោធិ៍ទ្រង់គង់ពេនព្រះភ្នែនតែមួយអស់7ថ្ងៃទ្រង់សោយវិមុតតិសុខកាលនោះមហាមេឃក៏ភ្លៀងរលឹមអស់7ថ្ងៃគ្រានោះមុជលិន្ទនគិរីចេញពីលំនៅរបស់ខ្លួនហើយ
เป็นពិតព្រះកាយនៃព្រះអង្គ7ជុំដោយភ្នែនរបស់ខ្លួនហើយបើកពពាបាំងពីខាងលើព្រះសេព្រះអង្គដោយគិតថារងាកុំបៀតបៀនព្រះលោកនាថក្តៅក៏កុំបៀតបៀនព្រះលោកនាថសំភើសរបស់មុខខ្យល់ពោះតូចពោះធំកុំបៀតបៀនព្រះលោកនាថឡើយលុះ7ថ្ងៃកន្លងទៅមួយចលិនតនេករាជដឹងថាភ្លៀងរាំងហើយក៏រំសាយភ្នែនចេញពីព្រះកាយព្រះដ៏មានជោគហើយនិមិត្តជាភេទមាននប់ឈោប្រណំអញ្ជលីនមស្ការព្រះមានជោគគ្រានោះព្រះលោកនាថទ្រង់បន្លឺនៅឧទ្យានគាថាក្នុងវេលានោះថាសេចក្តីស្ងប់ស្ងាត់ចាកកិលេសរបស់អ្នកត្រេកអរដោយមគ្គញាណមានធម៌ប្រកបហើយបានឃើញធម៌ដោយញាណចក្ខុជាគុណឲ្យកើតសេចក្តីសុខសេចក្តីមិនព្យាបាទនិងសេចក្តីសង្រួមមិនបៀតបៀនសត្វទាំងឡាយជាគុណឲ្យកើតសេចក្តីសុខក្នុងលោកសេចក្តីណាយចាករាគៈគឺការមិនប្រព្រឹត្តកន្លងកាមទាំងឡាយជាគុណឲ្យកើតសេចក្តីសុខក្នុងលោកកិរិយាកំចាត់បងនៅអស្មិមាននេះជាសុខយ៉ាងក្រៃលែងសប្តាហ៍ទី7លំដាប់នោះព្រះលោកនាថទ្រង់ចេញចាកសមាធិនោះហើយទ្រង់ចេញអំពីមលុបរាំងយាងទៅកាន់ដើមរាជាយតនៈនៅទឹកខាងត្បូងនៃព្រះមហាពោធិ៍ទ្រង់គង់ព្រះភ្នែនតែមួយអស់7ថ្ងៃក្នុងរយៈ49ថ្ងៃនេះព្រះអង្គពុំបានសោយចង្ហាន់ឡើយទ្រង់សោយវិមុតតិសុខគឺសេចក្តីសុខពីការរួចផុតពីកិលេសគ្រានោះមានពាណិជ្ជ2នាក់បងប្អូននឹងគ្នាបង្កើតឈ្មោះតពស្សៈនិងផលិកាជាឈ្មោះអ្នកដើរផ្លូវឆ្ងាយចេញអំពីអកលជនបទសំដៅទៅកាន់ទីនោះមានទេវតាដែលជាញាតិពីដើមមកបាននិយាយពាក្យនេះចំពោះតពស្សៈនិងផលិកៈថាមនាលគ្នាយើងព្រះលោកនាថទៅតែនឹងបានត្រាស់ដឹងថ្មីឥឡូវនេះព្រះអង្គប្រថាប់នៅក្រោមមលុបរាជាយតនៈឯណោះអ្នកចូលទៅបូជាដោយសដៅផង់និងសដៅដុំចុះការបូជានឹងបានជាប្រយោជន៍សេចក្តីសុខដល់អ្នកទាំងឡាយអស់កាលយូរអង្វែងតពស្សៈនិងផលិកៈពាននេះទៅនាំយកសដៅផង់និងសដៅដុំចូលទៅរកព្រះលោកនាថលុះចូលទៅដល់ហើយរួចហើយទៅពោលពាក្យនេះនឹងព្រះលោកនាថថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទទួលនៅសដៅផង់និងសដៅដុំរបស់យើងខ្ញុំគ្រានោះព្រះអង្គទ្រង់ត្រេះរិះថាធម្មតាព្រះតថាគតទាំងឡាយមិនដែលទទួលអាមិសផ្ទាល់នឹងដៃឡើយបើដូច្នោះតថាគតនឹងទទួលយកនៅសដៅផង់និងសដៅដុំដោយវត្ថុអ្វីណោនៅពេលនោះមហារាជទាំង4គឺកវេរៈវេសវណ្ណ1ធតរដ្ឋៈ1វិរុលហកៈ1វិរូបខៈ1ជាទេវតានៅឋានចតុមហារាជិកាទ្រង់ជ្រាបព្រះតម្រេះរបស់ព្រះលោកនាថទៅយកបាតថ្មកែវមួយមួយអង្គមួយទៅយកបាតថ្មកែវមួយអង្គមួយរួមគ្នាត្រូវជា4បង្អោនចូលមកថ្វាយព្រះលោកនាថឲ្យពាក្យថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទទួលនៅសដៅផង់និងសដៅដុំដោយបាតនេះចោព្រះលោកព្រះដែលមានបុណ្យទ្រង់ទទួលបាតទាំង4ហើយអធិដ្ឋានឲ្យទៅជាបាត1មហារាជទាំង4បានពោលពាក្យព្រះភគវីព្រះអង្គទ្រង់ចែកបុណ្យឲ្យពួកយើងបានស្មើគ្នាណោព្រះសាស្តាទ្រង់ទទួលនៅសដៅផង់និងសដៅដុំហើយទ្រង់សោយក្នុងពេលនោះគ្រានោះតពស្សៈនិងផលិកៈបាននិយាយពាក្យនេះនឹងព្រះលោកនាថថាបបិទ្ធព្រះអង្គដ៏ចម្រើនយើងខ្ញុំទាំងឡាយសូមដល់នៅព្រះដ៏មានបុណ្យនិងព្រះធម៌ជាទីពឹងទីរលឹកសូមព្រះអង្គទ្រង់ជ្រាបនៅយើងខ្ញុំទាំងឡាយថាជាឧបាសកអ្នកដល់នៅព្រះពុទ្ធនិងព្រះធម៌ជាទីពឹងស្មើជីវិតពេលនេះទាំងពីរនាក់ថ្វាយបង្គំសូមនៅវត្ថុសម្រាប់ទុកធ្វើសក្ការៈបូជាព្រះអង្គទ្រង់បរាមេសៈព្រះសិរសាគឺអង្គអែលព្រះកេសាស្រាប់តែព្រះកេសធាតុ8សរសៃរបូតមកជាប់នឹងព្រះហស្ថហើយក៏ប្រទានឲ្យពាណិជ្ជ2នាក់បងប្អូនណានឹងគ្នានោះទៅ
ពេលនេះទាំងពីរនាក់បានយកទៅបញ្ចុះនៅសង្កុត្តរចេតិយជាចេតិយមាសសុទ្ធសពថ្ងៃនៅប្រទេសភូមាពេលនេះទាំងពីរនាក់នេះមាននាមបញ្ញត្តិថាទវេវាជិកៈអ្នកដល់នរតនៈពីរគឺព្រះពុទ្ធនិងព្រះធម៌ជាដំបូងបង្អស់ក្នុងលោកសូមអនុមោទនា